ពេលនោះដែរអ្វីដែលសាហាវនឹងខ្ញុំឈឺចាប់បំផុតណាគឺគាត់ណាសម្លុតប្តីខ្ញុំឲ្យប្តីខ្ញុំនឹងដោះលេខកុងធនាគារគាត់ហ្នឹងគាត់បាញ់លុយនោះស្កេនលុយនោះយកខ្លួនឯងតែម្ដងពាក្យសម្ដីកន្លែងនេះនាងខ្ញុំហ៊ានយកជីវិតមកធានាហ៊ានយកគ្រួសារទាំងអស់មកធានាបើសិនជារឿងនោះមិនមែនការពិតមែនសូមឲ្យរលារលត់ចាស់ជំរាបសួរបងខាងស្ថាប័នសារព័ត៌មាននាងខ្ញុំក៏ជាជនរងគ្រោះមួយដែរនាងខ្ញុំនិយាយថាជាជនរងគ្រោះចោះព្រោះអីនាងខ្ញុំក៏ធ្លាប់ពេទ្យសត្វខ្នល់កែងនឹងគៀបសង្កត់យកលុយដែរកាលនោះនាងខ្ញុំដឹកពងទានាងខ្ញុំគឺជាអ្នកប្រមូលពងទានៅក្នុងស្រុកខ្មែរបាសយើងនឹងឯងមិនមានពងនាំចេញនាំចូលមកពីណាតែគឺពងប្រជាពលរដ្ឋខ្មែរយើងនឹងឯងតែខ្ញុំដឹងថាប្រទេសមានច្បាប់មានវិន័យនាងខ្ញុំក៏ទៅចុះធ្វើអាជីវកម្មដល់រាជធានីភ្នំពេញតែពេលដែលយើងចុះធ្វើអាជីវកម្មប្រមូលពងទាតាមលក្ខន្តិកៈដែលប្រទេសយើងនឹងមកគឺមិនអាចធ្វើភ្លាមបានភ្លាមទេគេនឹងចេញกระดาษមួយឲ្យយើងដឹកជញ្ជូនហើយក្រោយមកប្រហែលខែក្រោយមកនឹងបានលិខិតដែលគេអនុញ្ញាតឲ្យយើងដឹកជញ្ជូនអញ្ចឹងណាចាប៉ុន្តែខ្ញុំដឹកទូទៅគ្រប់ខេត្តពួកគាត់គ្រាន់តែមើលឯកសារហ្នឹងគាត់យោងទៅតាមហេតុការណ៍ច្បាស់លាស់ខ្ញុំពិតជាអ្នកប្រមូលពងទាវាលមែនពេទ្យសត្វគ្រប់ខេត្តក៏គាត់អនុញ្ញាតអនុគ្រោះឲ្យខ្ញុំចេញចូលដែរណាមួយគាត់មើលតាមការជាក់ស្ដែងថាហ្នឹងគឺជាពងទាស្រែដែលជាប្រជាពលរដ្ឋខ្មែរយើងចិញ្ចឹមមែនមួយទៀតចំណែកឯពេទ្យសត្វនៅខ្នល់កែងនឹងវិញគឺអត់ទេពេលនោះមកប្រហែលជាខ្ទង់9យប់ជាងកាក់ឡានប្តីនាងខ្ញុំហើយគាត់សួររកกระดาษស្នាមអស់នឹងពេលដែលបង្ហាញឲ្យហើយគាត់យកទុកអត់និយាយអីទេហើយគាត់គៀបសង្កត់ថាមួយឡាននឹងគាត់យកប្រហែល$2-3,000ឯណោះបើសិនជាមេថ្នាក់ធំគាត់មកទៅគាត់ថាបើសម្រួលភ្លាមយកចំនួន3លានប៉ុន្តែកាលនោះប្តីខ្ញុំអត់មានលុយក្នុងខ្លួនដល់3លានទេគឺមានលុយនៅក្នុងក្រៅហ្នឹងសម្រាប់ចាក់ប្រេងនិងញ៉ាំបាយតាមផ្លូវហើយមានលុយនៅក្នុងកុងធនាគារអេស៊ីរ៉ាដាពេលហ្នឹងគឺប្តីនាងខ្ញុំហ្នឹងអត់ចេះប្រើកុងធនាគារទេព្រោះអីកុងនោះទៅតែបង្កើតថ្មីហើយម្យ៉ាងទៀតគ្រួសារខ្ញុំហ្នឹងគាត់អត់មានអ្នកចេះប្រើទូរស័ព្ទអីទេពេលនោះដែរអ្វីដែលសាហាវនឹងខ្ញុំឈឺចាប់បំផុតណាគឺគាត់ណាសម្លុតប្តីខ្ញុំឲ្យប្តីខ្ញុំនឹងដោះលេខកុងធនាគារគាត់ហ្នឹងគាត់បាញ់លុយនោះស្កេនលុយនោះយកខ្លួនឯងតែម្ដងពាក្យសម្ដីកន្លែងនេះនាងខ្ញុំហ៊ានយកជីវិតមកធានាហ៊ានយកគ្រួសារទាំងអស់មកធានាបើសិនជារឿងនោះមិនមែនការពិតមែនសូមឲ្យរលារលត់ចាស់តែបើសិនជារឿងនោះពិតមែនហើយនាងខ្ញុំមានការឈឺចាប់ខ្លាំងណាស់ព្រោះអីគ្រួសារនាងខ្ញុំអត់ចេះបាញ់កុងធនាគារផ្ទេលុយចេញចូលទេព្រោះកុងនោះទៅតែបង្កើតថ្មីគាត់មិនដឹងថាបាញ់យ៉ាងម៉េចផងគាត់យកទូរស័ព្ទប្តីនាងខ្ញុំនឹងបាញ់លុយនោះយកខ្លួនឯងតែគ្រាន់ថាប្តីខ្ញុំអ្នកដោះលេខធម្មតាកុងរបស់យើងមិនមានលេខសម្ងាត់កុងរបស់យើងណាហើយប្តីខ្ញុំគាត់ប្រាប់ថាគាត់អត់ចេះបាញ់ទេគាត់ទាមទារយកទូរស័ព្ទនោះបាញ់ខ្លួនឯងតែម្ដងហើយមិនត្រឹមតែប៉ុណ្ណឹងទេលុយប៉ុណ្ណឹងអត់គ្រប់ទេអត់គ្រប់ចំនួនដែលគេចង់បានណាគឺសម្លុតយកអាលុយដែលថាយើងចាក់ប្រេងនិងញ៉ាំបាយតាមផ្លូវហ្នឹងយកឡើងអស់តែម្ដងថ្ងៃនោះខ្ញុំមានការខ្លោចចិត្តខ្លាំងមែនតើសូម្បីតែលុយដែលគាត់ហូបបាយតាមផ្លូវក៏អត់មានដែរហើយនាងខ្ញុំចង់សួរថាតើប្រជាពលរដ្ឋដូចពួកខ្ញុំនេះមានការខុសអីគេគឺដឹកពងទាក្នុងស្រុកបាសយើងតែម្ដងអត់មានពងនាំចេញនាំចូលមកពីណាទេហើយគាត់សម្លុតទាលុយដូចដឹកអីវ៉ាន់ខុសដូចដឹកអីវ៉ាន់លួចលាក់របស់ខុសពុនខុសដាមិនដឹងទេទាំងនាងខ្ញុំនឹងបានទៅចុះបញ្ជីការអាជីវកម្មហើយតែกระดาษស្លាកស្នាមអស់ហ្នឹងអត់ទាន់បានមកទេព្រោះអីពេលដែលយើងធ្វើអញ្ចឹង2-3ខែបានវាធ្លាក់អាกระดาษហ្នឹងដើម្បីឲ្យយើងចុះដឹកអីអញ្ចឹងណាយើងធ្វើឯកសារ24-25ខែអនុញ្ញាតសុំចុះទិញប្រមូលពងចុះទិញពងទាខ្មែរយើងនឹងអញ្ចឹងណាហើយអ្វីដែលខ្ញុំឈឺចាប់ហ្នឹងគឺថាគ្រួសារនាងខ្ញុំគាត់ស្លូតមែនតែនដល់ពេលទៅជួបទៅនឹងមន្ត្រីអញ្ចឹងទៅគឺថាសម្លុតវិធីសាស្ត្រក្នុងការនិយាយគៀបសង្កត់ប្រជាពលរដ្ឋហ្នឹងគឺគាត់ជំនាញខ្លាំងណាស់ហើយមួយទៀតនាងខ្ញុំហ៊ាននិយាយថាមិនថាអ្នកដឹកមន់មិនថាអ្នកដឹកពងទាអីមួយទេពួកគាត់ដែលឆ្លងកាត់កន្លែងហ្នឹងគឺសុទ្ធតែធ្លាប់គាត់សម្លុតយកលុយអញ្ចឹងតែម្ដងគឺគ្រប់គ្នាតែម្ដង
ចឹងនិយាយថាការឈឺចាប់របស់ខ្ញុំមកបងខ្ញុំចង់បញ្ជាក់ទៅកាន់បងសារព័ត៌មានថាខ្ញុំឈឺចាប់ខ្លាំងណាស់ដែលខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ស្លូតត្រង់រកស៊ីលក្ខណៈសុចរិតនេះមិនមានការក្បត់មិនមានការខុសច្បាប់អីទាំងអស់តែបែរទៅជាគាត់គៀបសង្កត់យកលុយខ្ញុំច្រើនដល់ថ្នាក់នោះហើយបងមានដឹងអត់ប្រជាពលរដ្ឋខ្មែរយើងដែលគាត់ប្រកបមុខរបររកស៊ីទាំងអស់ហ្នឹងណាគឺថាសិតតអ្នកខ្ចីលុយធនាគាររកស៊ីទេមិនថាខ្ញុំមិនថាគេទេប៉ុន្តែគាត់យកលុយពីពួកខ្ញុំសឹងតែគ្រប់គ្នាតែម្ដងខ្ញុំមានការឈឺចាប់ខ្លាំងណាស់បងពេលដែលនឹកឃើញម្ដងណាខ្ញុំមានការឈឺចាប់ម្ដងហ្នឹងហើយក្រោយមកទៀតគាត់និយាយថាបើសិនជាចង់រត់កាត់ផ្លូវនឹងទៀតត្រូវបង់លុយឲ្យគាត់មួយខែប៉ុណ្ណេះហើយ2 3ថ្ងៃអញ្ចឹងឆាតមកប្តីខ្ញុំមកឲ្យថាឡើងពងទីអត់បាញ់លុយឲ្យគាត់អីអញ្ចឹងណាបងប៉ុន្តែនេះពេលដែលផ្ទុះព័ត៌មានអញ្ចឹង Telegram ដែលតំណែងហ្នឹងគឺថាគាត់បានលុបសារសម្លេងរបស់គាត់អស់ហើយនឹងខ្ញុំមានការឈឺចាប់មែនតែម្ដងទោះបីជាថ្ងៃដែលខ្ញុំស្លាប់ទៀតក៏ខ្ញុំអត់បំភ្លេចពេទ្យសัตว์ខ្នល់កែងដែលឈ្មោះដូចដែលគាត់រៀបរាប់នៅក្នុងវីដេអូដែលផ្ទុះនឹងដែរអត់ភ្លេចទេបងខ្ញុំមានការឈឺចាប់ណាស់ហើយមិនមែនតែខ្ញុំទេគឺច្រើនគ្នាតែម្ដងណាហើយជាចុងក្រោយហ្នឹងខ្ញុំក៏អរគុណទៅកាន់បងខាងសារព័ត៌មាននឹងដែរ